បាទសួស្តីគ្នាយើងចឹងនៅក្នុងវីដេអូនេះខ្ញុំចង់បង្ហាញគ្នាយើងពាក់ព័ន្ធទៅនឹងការបង្កើត bridge ទៅក្នុង Magnetic Router បាទអញ្ចឹងមុនទៅដល់ការបង្កើត bridge ខ្ញុំបញ្យល់ពាក់ព័ន្ធទៅជាមួយនឹង bridge សិនណាអញ្ចឹងខ្ញុំបើក slide នេះមួយបាទអញ្ចឹងbridge អ្វីទៅជា bridge តាមពិតជាឧបករណ៍ស៊េរីចាស់មួយដែលឥឡូវគេលេងប្រើហើយណាគេផ្គុំវាជាមួយនឹង switch កាលពីមុនយើងមាន hub ហើយនឹង bridge តែឥឡូវ hub ហើយនឹង bridge ហ្នឹងបូកចូលគ្នាវាចេញជា switch វិញណាគេប្រើ switch វិញបាទគេហៅជាឧបករណ៍ switch ប៉ុន្តែ bridge ហ្នឹងវានៅជា function software នៅក្នុង router មួយចំនួនឬក៏ switch ខ្លះអញ្ចឹងណាបាទចឹងនៅក្នុង networking bridge មួយគឺជា device ដែលយើងប្រើសម្រាប់ connect to network ឬក៏ more network segment ណាឬក៏ network segment ជាច្រើនអញ្ចឹងអានេះមួយ segment អានេះមួយ segment អញ្ចឹងវា2 segment តែអាចមាន3 4អីចឹងទៅបាទអញ្ចឹងវា allow ធ្វើការ allow segment ទាំងអស់ហ្នឹងឲ្យ function ទៅជា single network ទៅជា network តែមួយណា bridge ហ្នឹងទៅជា single network ទៅជា network តែមួយភ្ជាប់វាជាមួយគ្នាតែមួយហើយវា operate at data link layer វាដំណើរការទៅលើ layer 2ដែលមានឈ្មោះថា data link layer នៃ OSI model ណានៅក្នុង OSI model យើងចង់ដឹងពី layer 2មើល OSI model ថែមហើយវាគឺprimary use ដំបូងគឺ use សម្រាប់ធ្វើ filter ទៅលើ traffic ណាកាត់បន្ថយ network collision network reuse network collision ណាបាទន័យថា collision នោះបានន័យថាបើសិនជានៅក្នុង network នេះបើយើងអត់មាន bridge ទេណាឧទាហរណ៍ diagram គេណាបើអត់មាន bridge ទេ network ហ្នឹងវាជាប់ direct គ្នាពី hub ទៅ hub ចឹងឧបករណ៍ hub គឺបានន័យថាវាជាឧបករណ៍មួយដែលឲ្យអត់ឆ្លាតអញ្ចឹងនៅពេលដែលមានឧបករណ៍មួយ send data ទៅឧបករណ៍ណាមួយ hub វានឹងធ្វើការ broadcast ទៅគ្រប់ device ទាំងអស់នៅលើ network អញ្ចឹងបើក្នុងនេះវាមាន4យើងអត់មានគិត bridge ណាវា4 computer អញ្ចឹងអានេះ send មួយណាអញ្ចឹង hub ហ្នឹងវានឹង broadcast ទៅ computer A ផងទៅ C ផងទៅ D ផងបាទអញ្ចឹងរាល់ការ send ទាំងអស់ hub គឺត្រូវការ broadcast រហូតណាវាអត់ចេះចងចាំអញ្ចឹងឲ្យតែពេល send ចប់បាន traffic ហ្នឹងទៅទៅបើមានអ្នកណាគេ send មួយទៀតគឺ broadcast ទៀតហើយបានថា busy ហើយអញ្ចឹងវាបង្កើតឲ្យគេហៅថា one វាជា one collision domain ណា one collision domain នេះ one គេថា one collision domain ណាបាទនៅ network ហ្នឹងបើអត់មាន bridge ទេវាជា one collision domain one collision domain បានន័យថា data គឺវាមានច្រកតែមួយទេឧទាហរណ៍ផ្លូវថ្នល់ដែលយើងឆ្លងកាត់ហ្នឹងណាយើងមានតែផ្លូវតែមួយទេអញ្ចឹងបើផ្លូវហ្នឹងដាក់បានតែម៉ូតូមួយឬក៏ឡានមួយទៀតអញ្ចឹងនៅពេលដែលឡានមួយឆ្លងកាត់ឡានមួយមិនអាចឆ្លងឡានមួយទៀតមិនអាចឆ្លងកាត់ទេណាអញ្ចឹងអាហ្នឹងនិយមនៃ collision domain ណាបញ្យល់ជាតតិភាពជាក់ស្ដែងណាវាប្រៀបដូចជាផ្លូវមួយអញ្ចឹង network នេះគឺប្រើផ្លូវតែមួយឯងកាលណាមាន hub ប្រើ hub ប្រៀបដូចជា computer ហ្នឹងប្រើផ្លូវ4គ្រឿងហ្នឹងប្រើផ្លូវតែមួយជាមួយគ្នាអញ្ចឹងផ្លូវហ្នឹងបើកបរបានម្ដងបានតែមួយគ្រឿងទេមួយឧបករណ៍ទេពេលដែលឧបករណ៍ណានេះឆ្លងផុតហើយបានឧបករណ៍នេះអាចឆ្លងទៀតបានហើយអីបានឆ្លងបានតែមួយដោយសារតែ hub វា broadcast ទៅគ្រប់ network ទាំងអស់អញ្ចឹងមានអ្នកណាគេ send មួយគឺធ្វើឲ្យ network ហ្នឹង busy ហើយដោយសារ broadcast អញ្ចឹងគ្មានអ្នកណាគេអាច send បានទេណាបាទនេះជា bridge ជា hub អត់តមាន bridge ទេណាបាទអញ្ចឹងមកគេដាក់ bridge អញ្ចឹងមកគេបង្កើតកាបច្ចេកវិទ្យាមួយទៀតឧបករណ៍មួយទៀតគេហៅថា bridge នេះជាឧបករណ៍រូបវាជាក់ស្ដែងណាតែវាមានច្រើនប្រភេទទៀតអញ្ចឹង bridge វាអត់មាន port អីច្រើនទេវាមាន port តែ2ឬក៏4អីប៉ុណ្្នឹងឯងសម្រាប់វា link network 2អញ្ចឹងដល់ពេលមានយើងដាក់ bridge នៅកណ្ដាលអញ្ចឹងទៅធ្វើឲ្យ network ហ្នឹងវាបែងចែកទៅជា2 collision domain ណាបាទអានេះមួយ collision domain អានេះមួយ collision domain ទៀត collision domain ទី1 collision domain ទី2ចឹងបានន័យថាបើសិនជា2នេះគាត់ផ្ញើជាមួយឲ្យ D ខាងនេះអញ្ចឹងគាត់ busy ទៅខាងគាត់ទេអញ្ចឹងបានន័យគាត់មានផ្លូវ2
បាទគាត់មានផ្លូវពីរគាត់មានផ្លូវខាងនេះគាត់បើកផ្លូវគាត់ទៅខាងនេះគាត់បើកផ្លូវគាត់ទៅណាប៉ុន្តែដល់ពេលយើងដាក់ bridge នៅកណ្ដាលយើងមាន bridge នៅកណ្ដាលធ្វើឲ្យcollision domain 2ហ្នឹងវាអាចឆ្លងកាត់គ្នាបានតាមរយៈ bridge ណាប៉ុន្តែវាអត់អាច broadcast បានទេដោយសារ bridge ហ្នឹងគេប្រើសម្រាប់ទប់ broadcast អញ្ចឹងបើសិនជាអត់មាន bridge ទេ4ហ្នឹងគឺគាត់ប្រើផ្លូវតែមួយពេលដែលមាន NASEN គឺ3ទៀតគឺប្រើអាកាសទេតែដល់ពេលយើងដាក់ bridge ចូល pop អញ្ចឹងកុំព្យូទ័រ2នេះគាត់ផ្ញើគាត់ busy ទៅមកខាងគាត់ខាងនេះទេ collision ទៅខាង domain ទី2ដល់ពេលខាងនេះគាត់ផ្ញើមកខាងនេះអញ្ចឹងគាត់ busy ទៅខាងនេះទេណាអញ្ចឹងវាកាត់បន្ថយបែងចែក segment មួយដែលមាន4កុំព្យូទ័រទៅជា segment 2ដែលមានមួយខាង2 computer អញ្ចឹងធ្វើឲ្យ network traffic យើងអត់បញ្ហាតែបើសិនជាគាត់ចង់ communication ជាមួយខាង collision domain ទី1ហើយនិងទី2គាត់ចង់ communication គ្នាបានទេបានអញ្ចឹងវាឆ្លងកាត់ bridge ដូចគ្នាណាពេលដែលយើងផ្ញើdata មក hub វា broadcast ទៅ broadcast វាអត់ដឹងឲ្យអត់ចេះឆែកទេវា broadcast ទៅដល់ bridge អញ្ចឹង bridge វាឆែកឃើញថាអូហោះ A ហ្នឹង center ហោះ C អញ្ចឹងហោះ C វាដឹង bridge កាលណាវាមាន interface 2 interface ហ្នឹងគឺវាមាន bridge វាមានតារាងរបស់វាគ្រប់គ្រងinterface ហ្នឹង interface ខាងនេះវាដឹងថាមានឧបករណ៍ MAC address ខ្លះ IP លេខប្រមាណអញ្ចឹងនៅពេលដែលថាខាងនេះវាចាំថាខ្ញុំនិយាយកាត់ណា bridge វាចាំថាខាងនេះមានហោះ C ហើយនឹងហោះ D អញ្ចឹងនៅពេលហោះ A គាត់ send មក broadcast គាត់ send មកហោះ C អញ្ចឹងដល់ពេល hub broadcast មកដល់ bridge វាឃើញថា send ដល់ហោះ C អញ្ចឹង bridge វានឹងបញ្ចេញតាម port នេះមកដល់ hub នេះអញ្ចឹង hub នេះ broadcast ដែរណាធ្វើឲ្យស្ទះ network ខាងនេះដែរប៉ុន្តែ network តែនៅពេលដែលស្ទះសងខាងលើកលែងតែហោះ A នេះគាត់ send មកខាងនេះអញ្ចឹងនាំឲ្យស្ទះទាំងសងខាងបាទតែបើគាត់ send តែខាងគាត់ទេខាងគ្នាគាត់ខាងនេះទេអញ្ចឹងគាត់ស្ទះតែគ្នាគាត់នេះទេណាបច្ចេកវិទ្យាពីមុនប៉ុន្តែឥឡូវគេប្រើ switch ដែរ switch គឺវាអត់ broadcast អញ្ចឹងដូច hub ទេណា switch គេមានតារាង table របស់វាធ្វើការ broadcast តែពេលដំបូងទេណាបាទដល់ពេលដែលវាមានព័ត៌មានពាក់ព័ន្ធនឹង MAC address ហើយវាលេង broadcast ហើយវា send direct ទៅណាចឹង key function របស់ bridge គឺ traffic filter ណានេះ filter ច្រោះ traffic ជាមួយនឹង MAC address ដែរណាដែលជាមួយនឹង frame ដែលចូលមកណា incoming frame they decide whether hybrid វាជាអ្នកសម្រេចថាតើត្រូវ forward frame ហ្នឹងទៅមុខទៅខាងនេះទៀតឬក៏ drop frame នឹងចោលត្រឹមហ្នឹងបើសិនតែ frame ហ្នឹងវាអត់ send មក C ទេអញ្ចឹងគាត់ drop ត្រឹមនេះហើយអ្នកនេះទទួលបានគាត់យកទៅ hub វា broadcast បាទមកដល់ bridge filter ណាបាទអញ្ចឹង reduce unnecessary traffic on each segment ណាវា reduce កាត់បន្ថយ traffic ដែលមិនចាំបាច់រវាង segment ទាំងពីរហ្នឹងចឹង network segment bridge គឺជួយ break a large network into small segment ប្របែក network ធំមួយហ្នឹងដាក់ bridge ទៅវាចេញជា small network 2ណាបាទហើយ bridge វា learn MAC address ដែរណាអញ្ចឹងនៅពេលដែល computer នេះវាធម្មតា computer មួយវាមាន MAC address របស់វាអញ្ចឹង bridge ហ្នឹងដោយសារតែវាដឹងថាអាណា center ណាដោយសារតែវា learn MAC address ហើយវាកត់ក្នុង table វាមួយបាទវាមាន table វាហើយវា maintain វាគ្រប់គ្រងតែប្រសាទMAC table ហ្នឹងនេះគេ MAC table ដើម្បី map device ហ្នឹង MAC address ហ្នឹងទៅកាន់ specific port ទៅកាន់ port វាណាមួយថា port វា2ហ្នឹងវាមានហោះ C ហោះ D អញ្ចឹងវាចាំនៅក្នុងតារាងរបស់វាណាតែប្រើ MAC address ណាប្រើឈ្មោះទេប្រើ MAC ទេអញ្ចឹងវាធ្វើការ forwarding decision សម្រាប់ចិត្តក្នុងការ forwarding person destination MAC address is on the same segment as the source ណា the bridge will block frame ណាបើសិនជា bridge ឃើញថា frame ហ្នឹងឆ្លងមកដល់វាហើយប៉ុន្តែ frame ហ្នឹងគឺនៅក្នុង segment A នេះទេ segment ខាងខ្ញុំថា segment A segment B ចឹងណា computer A មក send មក B ប៉ុន្តែ hub ធម្មតាវា broadcast ទៅ bridge មួយដែរហើយណា
nhảy nhảy A send មក B តែវា send មក hub អញ្ចឹង hub វា broadcast ទៅទាំងអស់ឧបករណ៍ដែលភ្ជាប់នៅវាហ្នឹងគឺវា broadcast មកទាំងអស់លើកលែងតែ A1 ឯងដែល send មកដែលជាអ្នក send យើងវាអត់ send បកទៅវិញទេអញ្ចឹងពេលដែល Bridge ទទួលបាន Bridge ឃើញថាអូអានេះនៅក្នុង domain ទី1អញ្ចឹងវា discard package នឹងចោលណាបាទនេះ block frame នឹងចោលច្រឡំ package frame ណាបាទបន្ទាប់មកទៀតបើសិនជា is on the different segment បានន័យថា package send មកហើយ B send មក D អញ្ចឹង D គឺ segment ផ្សេងណា segment network ផ្សេងអានេះ segment 1អានេះ segment ទី2ជាកាលណាវាឃើញ frame វាទទួល frame មួយ B send មកចូល hub broadcast មកដល់ Bridge ឃើញថាអូ frame ហ្នឹងអត់នៅក្នុង network នេះទេអញ្ចឹងវានឹងឆែក port នេះបើសិនជានៅ port នេះវារុញមកខាងនេះណាបាទរុញមក hub នេះហើយ hub ហ្នឹង broadcast ទៀតទៅណានឹង Bridge ចឹងខ្ញុំគិតថាបញ្យល់តែប៉ុណ្្នឹងទេកុំអានឲ្យអស់ចឹងយើងមើលមួយទៀតសំខាន់បាទចឹងរវាងភាពខុសគ្នារវាង Bridge ហើយនិង Switch ណាបាទចឹង Bridge គឺជាទូទៅជាធម្មតាវាមាន2ទៅ4 port Bridge ណាហើយនឹងវាជា software base ចំណែក Switch គឺជា multiple port Bridge វាជា Bridge ដែរវាជាមាន function Bridge នៅក្នុងដែរនឹងដែរប៉ុន្តែវាដើរតួជា Bridge ប៉ុន្តែវាមាន port ច្រើនជាង Bridge Switch ណាបាទជាមួយនឹង hardware base package ប្រើជាមួយនឹង hardware របស់វា forwarding making it faster more scalable ណាអញ្ចឹងព្រោះអី Switch Switch ចាំយើងមើលមេរៀន Switch ណាខ្ញុំអត់ detail Switch នៅនេះSwitch វាមានតារាង table របស់វាអញ្ចឹងគ្រប់ port វាទាំងប្រហែលដល់ថា24 port អញ្ចឹងវាកត់ទាំងអស់កុំព្យូទ័រដែល connect ជាមួយ port វាហ្នឹងមាន MAC address ប្រហែលគឺពេលដែល connect ហ្នឹង face send data វាកត់ទុកអញ្ចឹងរាល់កុំព្យូទ័រណាមួយនេះ connect មក port វាទាំងអស់ហ្នឹងណាទាំង4ទាំង6ហ្នឹងវានឹងកត់ទុក MAC address របស់កុំព្យូទ័រហ្នឹងទាំងអស់ឧទាហរណ៍ AA BB CC អញ្ចឹង DD ឧទាហរណ៍ណា MAC address ពិតប្រកបមិនអញ្ចឹងទេ EEFF អីចឹងទៅបាទអញ្ចឹងដល់ពេលដែល AA គាត់ send ទៅDD អញ្ចឹង frame AA នឹងរៀបចំ frame បញ្ជូនតាមខ្សែ network media access ឬក៏ខ្សែ network នោះទៅកាន់មក switch អញ្ចឹង switch វាចាប់ផ្ដើមឆែកតារាង table របស់វាភ្លាមណា switch ណាបាទថាតើព្រោះកាលណា frame វាមានsource ហើយនឹង destination បានលេខរបស់វាលេខ address របស់ MAC address របស់ computer ហ្នឹងហើយ MAC address បើសិនជាអត់ទាន់មាន MAC address ទេគេប្រើ app ណាអានឹង broadcast ឥឡូវខ្ញុំនិយាយថាពេលដែល broadcast ឲ្យស្គាល់ហើយអញ្ចឹង send ទៅវាមាន destination អញ្ចឹង Bridge ហ្នឹងវានឹងឆែកMAC address ហ្នឹងហើយតើមាន port មួយណាដែលត្រូវជាមួយអា MAC address DD នឹងអត់អញ្ចឹងវាឆែកវាឃើញថា port នេះ port លេខ2នេះភ្ជាប់មួយ DD អញ្ចឹងវានឹងរុញ package frame ហ្នឹងចេញទៅតាម port លេខ2ទៅ DD តែម្ដងអញ្ចឹងអត់មាន broadcast ទេណាអត់មាន broadcast frame ទេវាធ្វើ broadcast ដំបូងណាតែដំបូងទេដល់ពេលដែលវាអត់ទាន់ learn បានន័យថា MAC table វាហ្នឹងគឺ EMT ថ្មី EMT អត់មានអីទាំងអស់អញ្ចឹងវាត្រូវការ broadcast ដើម្បីវា learn ពេលដែលវា learn ដឹងថាអូនៅ port learn ទៅលើកទី1ដឹងថា port ហ្នឹងវាមាន DD មាន EFS ហើយវាលេង broadcast ហើយណាបាទវាលេង broadcast សួរហើយគឺ send ទៅគឺ direct ត្រង់អញ្ចឹងវាកាត់បន្ថយអត់ដូច hub ទេ hub គឺបានន័យថាផ្លូវមួយ hub ហ្នឹងអ្នកដែលនៅក្នុងហ្នឹងប្រើបានតែម្ដងទេប៉ុន្តែសម្រាប់ switch វាផ្លូវ5អត់បញ្ហាទេអ្នកនេះ send មកនេះ send ទៅអ្នកនេះចង់ send មកនេះក៏ send ទៅវា forward frame ទៅតាម MAC table របស់វាទៅណាវាគូគងគ្នាអញ្ចឹងណាអញ្ចឹង switch វាប្រើ multiple គេហៅថា multiple
multiple ខ្ញុំខំទៅសេបើសេមិនស្អាត multiple collision domain ណា collision LP ឯង collision domain ណាយើងដឹងថា multiple collision domain នេះ collision domain ចឹង hub មាន collision domain តែមួយទេបានន័យថាវាមានតែមួយច្រកទេក្នុងពេលតែមួយហ្នឹងប្រើបានតែមួយគ្រឿងទេប្រើបានតែឧទាហរណ៍ផ្លូវប្រើបានតែរថយន្តមួយគ្រឿងទេណាhub ដល់ពេល switch អត់បញ្ហាទេផ្លូវហ្នឹងផ្លូវប្រមាណគឺប្រើបានប៉ុណ្ណឹងអញ្ចឹងវាជា multiple collision domain ណាបាទអានេះបានន័យថា one collision domain ណា one collision domain ចុះអូខេខ្ញុំបញ្យល់ប៉ុណ្្នឹងទេកាលនេះឧបករណ៍ switch ណាបាទមាន TP-Link មាន Cisco មានអីចឹងចឹងខ្ញុំចូលទៅMicrotek ណា Microtek របស់យើងអញ្ចឹងរបៀបបង្កើត bridge នៅក្នុង Microtek យើងអាចចូលមកbridge ខាងនេះមកណា bridge ហើយយើងយក new បាទ new bridge អញ្ចឹងយើងដឹងហើយការ bridge ដើម្បីយើងចែក network segment មួយរឿងខ្ញុំដាក់ថា bridge 1 តែខ្ញុំមាន LAN 2ចុះខ្ញុំដាក់ថា LAN 1ណាខ្ញុំបង្កើត LAN 1មួយអត់មានដាក់អីទេ option វាគឺយកប៉ុណ្្នឹងដដែលអត់កែទេដូរតែឈ្មោះទេហើយខ្ញុំដាក់ bridge មួយទៀតខ្ញុំដាក់ថា LAN 2ដូចជានៅក្នុង slide របស់ខ្ញុំអញ្ចឹងណាបាទ slide របស់ខ្ញុំមាននេះ LAN ឥឡូវនេះខ្ញុំដាក់ថា LAN 1ចុះនេះ LAN 2ចុះបាទឈប់ខ្ញុំមើលក្នុង GNS3 វិញណាដល់ពេលខ្ញុំដាក់នេះវាខ្ញុំប្រើតាម GNS3 ទេអានេះ LAN 2 LAN 2 LAN 1ខ្ញុំបង្កើត bridge មកពីហ្នឹងអញ្ចឹងខ្ញុំមានdiagram នេះមួយ connect ទៅ internet ណាតាម ether 0ចូលមក Microtek router របស់ខ្ញុំហ្នឹងតាម ether 1តបមកទៀត port ether 2ខ្ញុំ connect មក switch 1តបមក port ether 3ខ្ញុំ connect មក switch ទី2បាទហើយនៅក្នុង switch ហ្នឹងខ្ញុំមានកុំព្យូទ័រឧទាហរណ៍ជាឧទាហរណ៍3គ្រឿងទៅណាតែជាក់ស្ដែងអាចច្រើនលើហ្នឹងអញ្ចឹង3គ្រឿងហ្នឹងណាអញ្ចឹងខ្ញុំធ្វើការបង្កើត bridge ឲ្យខាង LAN មួយហ្នឹងណាបាទខ្ញុំបង្កើត bridge រួចហើយណាបាទបន្ទាប់ពីយើងបង្កើត bridge ហើយអានេះ bridge នេះគឺជាហៅថាជា logical វាមិនជា physical ទេអានោះវាប្រៀបដូចជា software ដែលយើងបង្កើតខាងក្នុងអញ្ចឹងបាទតទៅទៀតខ្ញុំចូលមក add port អញ្ចឹងខ្ញុំមើល interface សិនអញ្ចឹងនៅក្នុងMicrotek នេះមាន interface ច្រើនណា1ដល់8ណា1ដល់8អញ្ចឹង8 interface តែលេខ1នេះភាគច្រើនគេយក connect ទៅ internet អត់ប្រើណាអញ្ចឹងខ្ញុំប្រើពី2ទៅដល់8ណា2ដល់8 1នេះទុកទៅខាង internet ចឹងខ្ញុំ rename interface លេខ1ហ្នឹងឲ្យហើយឲ្យដឹងថាវាជាខាង internet ខ្ញុំដាក់ថា WAN បាទចឹងលេខ1ហ្នឹងមក WAN ហើយចឹងនៅសល់តែ2 3ឯណាចឹងរបៀប add port គឺយើងចូលមកហើយខ្ញុំយក new បាទហើយខ្ញុំយកភាសាទៀតណាចូលកន្លែងយើងបង្កើត bridge ហើយយើងចូលមក port new តមកយើងរើស bridge របស់យើងឧទាហរណ៍ LAN 1ខ្ញុំយក port ទី2ណាព្រោះ diagram ឥឡូវខ្ញុំប្រើតែមួយ port ទេព្រោះ diagram របស់ខ្ញុំ port លេខ2 connect មក switch នេះណាតាម Microtek router port លេខ3 connect មក switch ខាងនេះអូខេអញ្ចឹងខ្ញុំយកប្រើតែលេខ1លេខ2លេខ3ឯងអូខេអញ្ចឹងខ្ញុំ add port មួយទៀត new មួយទៀតខ្ញុំ add វាលេខ port លេខ3ទៅ LAN 2វិញណាទៅ LAN ទី2វិញអញ្ចឹងពេលនេះខ្ញុំបាន port 2 port ទី2គឺ connect មក LAN 1 port ទី3 port លេខ3នៃ router connect មក LAN 2ណាបាទ
ចឹងបន្តមកទៀតខ្ញុំបង្កើត IP address បន្ទាប់ពីយើងបង្កើត bridge ហើយកុំភ្លេចយើង IP address ណា add IP address ចឹងខ្ញុំដាក់ឧទាហរណ៍ LAN ទី1ខ្ញុំដាក់ 10.10.10.1/24 តមកខ្ញុំរើសយក assign ទៅឲ្យ LAN ទី1ណាតមកទៀតខ្ញុំ assign ទៅឲ្យ LAN ទី2ខ្ញុំដាក់មួយទៀត 10.20 វិញតាមអាហ្នឹងថា LAN ទី2ណា24តាមប៉ុន្តែ LAN ហ្នឹងយើងដាក់ IP ដូចគ្នាក៏បានដែរអត់បញ្ហាទេណា ព្រោះវាបែងចែក shipment ហើយឥឡូវខ្ញុំដាក់ដូចគ្នាដែរចុចមួយដែរដូចជាមិន error ទេមួយអូខេអស់ភ្លេចដាក់ /24 បាទដោយសារតែវា segment 2ផ្សេងគ្នាអញ្ចឹងយើងដាក់ដូចគ្នាក៏បានដែរតទៅពីខ្ញុំបាន IP ហើយខ្ញុំត្រូវ assign DHCP ណាដើម្បីចាប់ IP auto អញ្ចឹងខ្ញុំចូលមក DHCP server ណាភាសាទៀតខ្ញុំនិយាយ IP DHCP server ខ្ញុំចូលពាក្យកន្លែង tab DHCP ខ្ញុំចូលកន្លែង setup DHCP setup លឿនណាខ្ញុំយក LAN 1បាទមួយនឹងហើយតមកខ្ញុំដាក់បោះពី20ទៅ50 DNS ខ្ញុំដាក់ 9.9.9 បាទចឹងខ្ញុំ set up មួយទៀតឲ្យហើយ LAN 2បាទខ្ញុំធ្វើចឹងខ្ញុំនេះហើយខ្ញុំធ្វើអ៊ីនធឺណិតតិចណាព្រោះអានេះគៀងកុំខ្វល់ខ្ញុំយក NAT មួយ source NAT ចេញ interface តាម WAN masqueradeអូខេ assign IP ឲ្យ bridge ហើយដាក់ DHCP server រួចរាល់ហើយបាទចឹងខ្ញុំអាច connect computer មកតេស្តមើលបានណាចឹងពេលនេះខ្ញុំមាន bridge 2ណា bridge 2ហ្នឹងគឺវាអត់ស្គាល់គ្នាទេណាវាអត់ស្គាល់គ្នាទេដំបូងអាច communication គ្នាបានទេដោយសារតែ segment វាផ្សេងគ្នាខ្ញុំចូលមក computer ទី1ខ្ញុំដាក់ថា DHCP ដើម្បីវាចាប់ IP auto ពី router បាទចាំចាប់បាន 1.10.50 ណាកុំព្យូទ័រទី1ខ្ញុំបើកុំព្យូទ័រខាងនេះខាង LAN ខាង port លេខ 3 វិញម្ដង bridge ទី2 bridge LAN 2បាទ PC លេខ 1 PC លេខ 4តែខ្ញុំ DHCP បាទចឹងចាប់បាន49ណា49ឥឡូវចាប់បាន IP អស់ហើយខ្ញុំសាកពេញទៅ 192.168 ហើយច្រឡំ .10.10.10.50 មិញបាទចឹងបានន័យថាយើងប្រើ bridge 2អញ្ចឹងណាយើងធ្វើ bridge 2អញ្ចឹងហើយ add port ទៅអា port សងខាងហ្នឹងគឺវាអាច communication គ្នាបានទេណាបាទចឹង switch ខាងនេះអត់អាច access មកខាងនេះបានទេណាតែខាងនេះវា access គ្នាវាបានណាបាទឥឡូវខ្ញុំសាប់បើកកុំព្យូទ័រទី2មួយទៀតកុំព្យូទ័រទី2ខ្ញុំលុបទី4ចោលសិន DHCP
ចាប់បាន48ណាចឹងខ្ញុំពីងពីអា48ទៅ10.10.10.50ពីតាទី1ចាំបាន50ណាស្គាល់ចឹងកាលណាវានៅ LAN មួយគ្នាវាស្គាល់វាបង្កើត bridge ណាចឹងដំណាក់កាលទី1នៅពេលដែលយើងធ្វើ bridge 2ចឹង bridge 2ហើយយើង assign port វា assign port វាសងខាងចឹងនេះ port ទី1 assign ទៅ bridge LAN 1 port ទី3ច្រឡំ port ទី2 assign ទៅ LAN 1 port ទី3 assign ទៅ LAN 2ចឹងអ្នកចឹងអានេះ LAN 2នោះមិញមិន connect ទៅ switch 1ណា switch 1អានេះមិន connect ទៅ switch 2បាទ switch ទី2ចឹង switch ពីកុំព្យូទ័រដែលនៅក្រោម switch ទាំងពីរហ្នឹងគឺมันអាចតាក់ទងគ្នាបានទេតែកុំព្យូទ័រដែលនៅក្នុងនេះគឺអូខេអានេះក៏អូខេគ្នាវាដែរណាចឹងរបៀបកើត bridge ដែលមាន2ជាងកើត2ហើយយើង assign port មួយចឹងវា isolate គ្នាណាបាទឥឡូវបើខ្ញុំចង់ឲ្យពីរហ្នឹងវាស្គាល់គ្នាវាអាចតំណតំណងគ្នាបានណាចឹងខ្ញុំលុប DHCP ចោលសិនខ្ញុំចូលមក DHCP server កុំឲ្យញ៉ៃលុបចោលសិនខ្ញុំលុប IP address ចោលដែរនេះខាង WAN ណាអត់លុបទេចាខ្ញុំមកលុប port ចេញវិញទៀតបាទចឹង bridge ខ្ញុំលុបចោលខ្ញុំទុកតែ LAN 1ទេណា LAN 1ចឹងខ្ញុំធ្វើ bridge តែមួយទេកាលណាយើងចង់ឲ្យវាស្គាល់អាពីនេះអាពី network ហ្នឹងវាស្គាល់គ្នាបាទចាចង់ខ្វែងអាពី network ហ្នឹងវាអាចតាក់ទងគ្នាបានតែតាម bridge 2គឺយើងបង្កើតទៅតាម bridge គឺយើងបង្កើត bridge 1ណា bridge 1ហើយយើង assign port 2ហ្នឹងចូលទៅក្នុងអា bridge ហ្នឹងតែមួយជាមួយគ្នាណាបាទអញ្ចឹងវាស្គាល់គ្នាហើយតោះអញ្ចឹងខ្ញុំទៅធ្វើមើលអញ្ចឹងខ្ញុំអាច add bridge ផ្សារទៀតណាហ្នឹងហើយខ្ញុំដាក់ចូល port ហ្មងអញ្ចឹងខ្ញុំយក bridge 1ហើយខ្ញុំយក ether 2ចូល bridge 1 block ហើយខ្ញុំ copy ខ្ញុំយក ether 3មួយទៀត ether 3ចូលទៅ bridge 1ណាអញ្ចឹងយើងឃើញថា ether 2ក៏នៅក្នុង LAN 1 ether 3ក៏នៅក្នុង LAN 1អញ្ចឹងវានៅក្នុង bridge តែមួយជាមួយគ្នាពីរ port ហ្នឹងណាបាទអញ្ចឹងខ្ញុំចាប់ផ្ដើមទៅធ្វើ IP address ធ្វើអីដូចមុនទៅ 10.10.10.1/4 លឿន LAN 1 assign IP ឲ្យ LAN 1 bridge 1ហ្នឹងតបមកដាក់ DHCP server មួយទៀត set up យក LAN 1បាទ DHCP space គឺចុច0ហ្នឹងហើយអានេះ network ID អានេះគឺជា gateway គឺលេខរបស់ router ហ្នឹងអញ្ចឹង router ហ្នឹងយកចុច1ចុច 10.1 គឺលេខហ្នឹងឯងជា gateway ហើយ rank របស់វាខ្ញុំឲ្យបោះពី20ទៅ25តិចពេកដាក់30បាទអញ្ចឹងអូខេ DNS ប៉ុណ្ណឹងទៅដែរ list time អត់ដូរទេអញ្ចឹងមុនខ្ញុំបង្កើត bridge 2ហើយខ្ញុំ assign port 2ហ្នឹងទៅ bridge 1ដាច់តម្លៃពីគ្នាបាទឃើញតែពីខ្ញុំស្គាល់គ្នាទេឥឡូវខ្ញុំបង្កើត bridge តែមួយហើយខ្ញុំ assign port ហ្នឹងចូល bridge ជាមួយគ្នាបាទខ្ញុំទៅតេស្តផ្សារទៀតPC1 PC2 វាដឹងតែស្គាល់គ្នាហើយព្រោះវានៅជាមួយគ្នាអញ្ចឹងទី1ខ្ញុំឲ្យ PC1 វាចាប់ IP ថ្មីសិនណាខ្ញុំវាយ DHCP ផ្សារទៀតបាទអញ្ចឹងវាចាប់ IP ថ្មីបានហើយកន្ទុយ30ម្ដងអញ្ចឹងខ្ញុំបើក PC5 វិញម្ដងណាបើក file មិនបើក 4 ហើយបាទ PC5 អញ្ចឹងខ្ញុំឲ្យវាចាប់ IP DHCP អូខេអញ្ចឹងចាប់បាន29ណាអញ្ចឹងខ្ញុំសាកពី29ហ្នឹងទៅ30មើល 10.10.10.30
បាទអញ្ចឹងស្គាល់គ្នាណាឃើញតែមិញ network ខាងនេះពីខ្ញុំស្គាល់ខាងនេះទេណាសារយើងធ្វើ bridge ពីរផ្សេងគ្នាហើយដាក់ port វាចូលមួយដាច់ដ লাই តែឥឡូវយើងធ្វើ bridge តែមួយហើយខ្ញុំដាក់ port វាចូលក្នុង bridge តែមួយអញ្ចឹងអាពីរហ្នឹងវាពីរស្គាល់គ្នាណាអញ្ចឹងប្រសេសរបស់ bridge ណាឲ្យខ្ញុំប្រាប់គ្នាយើងឲ្យដឹងអញ្ចឹងមានករណីមួយទៀតយើងធ្វើតាម VLAN វិញម្ដង bridge ណាឥឡូវខ្ញុំលុបអានឹងចោលខ្ញុំធ្វើតាមក្បួនមួយទៀតលុប DHCP ចោលដែរខ្ញុំលុប IP address ចោលខ្ញុំមិន remove port ចោលទេបាទហើយខ្ញុំបង្កើត bridge 1ដែរប៉ុន្តែខ្ញុំ filter វាទៅតាម VLAN វិញណាខ្ញុំចូល VLAN បាទខ្ញុំបង្កើត VLAN មួយខ្ញុំដាក់ VLAN ហ្នឹងថាខ្ញុំកើត VLAN ដាក់ ID តែខ្ញុំថាពីរចុះ VLAN 10បាទអញ្ចឹងយើងត្រូវយក untag ណាបាទព្រោះ package មេរៀន VLAN ខ្ញុំបញ្យល់ហើយណាព្រោះ package ចេញពីអានេះយើង untag ហើយយើងយក port លេខ2ណា port លេខ2ដែលនៅក្នុងចេញពី bridge 1ហ្នឹងអញ្ចឹងកាលណា port លេខ2ហ្នឹងចេញមក end device កាលណាវាចេញទៅរាល់ untag frame គឺទៅ end device ណា end device គឺអត់ប្រើ tag ទេអត់ស្គាល់ទេ tag ក៏ប្រើក្នុងត្រាំង port ត្រាំងបាទបាទអញ្ចឹង apply ខ្ញុំកើតមួយទៀតនៅក្នុង bridge 1ហ្នឹងដែរខ្ញុំមាន port មួយទៀត port លេខ3ខ្ញុំ add port ចូលហ្នឹងមិញដាក់ឲ្យចាំ add តាមក្រោយបាននេះ20ណាខ្ញុំយក VLAN 20ហើយខ្ញុំយកខាង untag ណាបាទហ្នឹងវាទៅ end device ទៅ switch ហើយទៅ computer ទៅ end device switch ក៏ជា end device ដែរប៉ុន្តែបើ switch manage switch អាហ្នឹងមិនមែន end device ហ្នឹងយើងអូខេណាអូខេទៀតចឹងខ្ញុំមើល port អូខេ add ចូលចឹងខ្ញុំមិន provide ទេចឹងខ្ញុំដាក់ bridge ខ្ញុំបង្កើត bridge តែមួយហើយ bridge ហ្នឹងខ្ញុំ add port 2ចូលណា port 2ចូលប៉ុន្តែខ្ញុំចូលមកបង្កើត VLAN នៅក្នុង bridge ហ្នឹងខ្ញុំបង្កើតដាក់ ID VLAN ឲ្យ port មួយហ្នឹងថែម VLAN ID ពីលើទៀតណាមុនយើងអត់មាន VLAN ID ទេអញ្ចឹងខ្ញុំគ្រាន់តែថែម VLAN ID ទៅឲ្យ port លេខ2ហើយនឹង port លេខ3ណាបាទបន្ទាប់ពីយើងធ្វើអញ្ចឹងហើយបាទខ្ញុំចូលមក port ខ្ញុំចូលមកកែកន្លែង port នេះមកតង់ទៀតណាខ្ញុំចុចលើ port លេខ2ហើយខ្ញុំចូលកន្លែង VLAN បាទចប់អូខេខ្ញុំចូល port លេខ2ខ្ញុំចូលកន្លែង VLAN អញ្ចឹងខ្ញុំដាក់សម្គាល់ណាកន្លែង bridge 1 port លេខ2នេះខ្ញុំដាក់ថែមport VLAN ID ទៀតពាក្យពេញអានេះ port VLAN ID ណាអញ្ចឹងខ្ញុំស្គាល់ខ្ញុំបង្កើត VLAN ហើយតែខ្ញុំអត់ទាន់មក set កន្លែង port នេះទៀតណាអញ្ចឹងយើងត្រូវធ្វើមក set កន្លែងនេះក្នុងទៀតអញ្ចឹងខ្ញុំដាក់ថា port លេខ2នេះគឺ VLAN 10ណាខ្ញុំស្គាល់កំណត់អញ្ចឹងវាមួយទៀតហើយ apply មកខ្ញុំ copy អត់ copy កាត់ទេខ្ញុំចុចអានេះលើលេខ3វិញម្ដងចូលកន្លែង VLAN ដាក់ VLAN 20ណាអានេះ admin all វាទទួលបានទាំង tag ទាំងអីទៅណាយើងកែដាក់ port ID ទេណាអញ្ចឹងអានេះ port ID លេខ10 port ID លេខ20បាទអញ្ចឹងខ្ញុំអត់ទាន់បើក VLAN filter ទេអញ្ចឹងកាលណាយើងអត់ទាន់នេះចូលនឹងត្រូវចូលមក bridge ដើម្បីវាដំណើរការខ្ញុំត្រូវចូលមក bridge ហើយចូលឡើង VLAN ខ្ញុំត្រូវ turn on អា VLAN filter នេះមួយទៀតណា filtering ដើម្បីវា filter traffic ទៅលើ VLAN ណាតែដល់ពេលយើងអត់ turn on bridge នឹងវាអត់ចេះ filter អញ្ចឹងដូចតែធម្មតាអញ្ចឹងណាអញ្ចឹងខ្ញុំសាកពេញភាសាទៀតពេញគ្នាវាភាសាទៀតមើលបិទ link នៅខ្ញុំប្រើលេខ2DHCP
លេខ2ចាប់ទៅខ្ញុំបើកលេខ6មួយទៀត DHCP វីដេអូនេះរៀងវែងទៀតហើយខ្ញុំដាក់ឲ្យអស់អូខ្ញុំអត់ទាន់បង្កើត DHCP server ផងជាស្អីអត់ទាន់ assign address ទៀតហ្នឹងបាទធ្វើទៅ VLAN ហើយអញ្ចឹងខ្ញុំត្រូវចូល complete ហ្នឹង assign address assign អីផងដាក់10.10.10.1 ហ្នឹងណា24យក LAN 1 apply អូខេអញ្ចឹងបាន IP ហើយទៅ DHCP server set up យក LAN 1 អូខេដាក់ rank មកយើងឲ្យបោះពី40វិញម្ដង20ដល់40ទៀតណាស្ដាយអូខេអត់មានកែទេអញ្ចឹងបានណាអញ្ចឹងបើវាចាប់អត់បានបើយើងអត់ទាន់នេះផងដាក់ DHCP ផងសារទៀតណា DHCP Dora បាទចានេះចាប់បាន28ណាចានេះឲ្យអានេះចាប់មួយទៀត DHCP លេខ2ចាប់បាន28អានេះចាប់បាន27អញ្ចឹងខ្ញុំពេញពី27នេះទៅ28 10.10.10.28 បាទ reply ណា reply អានេះដូច VLAN ធម្មតាអញ្ចឹងច្រឡំដូច bridge ធម្មតាអញ្ចឹង bridge នេះយើងបង្កើត bridge តែមួយហើយយើង add port 2ហ្នឹងចូល bridge តែមួយជាមួយគ្នាអញ្ចឹង auto គឺវាស្គាល់គ្នាហើយវាដូចវាវិច network segment 2ហ្នឹង port 2ហ្នឹងឲ្យចូលតែមួយអញ្ចឹងណាអញ្ចឹងខ្ញុំបង្កើត VLAN នេះគឺវាអត់ទាន់ effect ដោយសារតែខ្ញុំអត់ទាន់ឲ្យ bridge LAN ដែលយើងបង្កើតនេះបើក function VLAN filtering ឲ្យវា filter ទៅលើ VLAN ណាបាទអញ្ចឹងខ្ញុំត្រូវចូលមកកន្លែងនេះខ្ញុំtick យក VLAN filtering ដើម្បីឲ្យ VLAN ដំណើរការណាអញ្ចឹងខ្ញុំអត់កែទេអានេះខ្ញុំគ្រាន់តែបើក VLAN ប៉ុណ្ណឹងហើយអូខេមកអញ្ចឹងខ្ញុំចូលទៅកុំព្យូទ័រនេះ PC6 ភាសាទៀតហើយខ្ញុំធ្វើការ ping ទៅលេខ28បាទអញ្ចឹងឃើញវាចេញ request time out ទេ request time out ឬក៏ unreachable អីនៅវាអត់ស្គាល់ទេវាស្គាល់តែវា reply ទេណា reply ចេះហើយវាមានប្រាប់ថាទទួលមកវិញបានប្រហែលណាបាទអញ្ចឹងអានេះវាលេខចាប់វិញបាន27ណាឥឡូវខ្ញុំពេញពី28ទៅ27 time out ដូចគ្នាណាបាទ sequence ទី1ក៏ time out sequence ទី2ក៏ time out 5 ដងបាទអញ្ចឹងអាហ្នឹងរបៀបបង្កើត bridge ខ្ញុំមាន3ក្បួនហ្នឹងទី1យើងបង្កើត bridge 2ហើយយើង assign port ទៅ bridge នីមួយៗអញ្ចឹងបានន័យថាយើងបែងចែក network វាជា2ផ្សេងគ្នាហើយវាអត់ស្គាល់គ្នាទេកាលណាយើងធ្វើ bridge 2តមកទី2ខ្ញុំធ្វើ bridge តែមួយទេហើយខ្ញុំ add port 2ហ្នឹងចូលក្នុង bridge តែមួយអញ្ចឹង port កុំព្យូទ័រដែល connect ទៅ2 port សងខាងហ្នឹងនៅក្នុង bridge តែមួយហ្នឹងគឺស្គាល់គ្នាអាចពេញស្គាល់គ្នាបានណាបាទដល់ពេលមកក្បួនទៀតគឺខ្ញុំធ្វើ bridge តែមួយទេខ្ញុំ add 2 port ចូលប៉ុន្តែខ្ញុំចូលមក VLAN ខ្ញុំបង្កើត VLAN ទៅឲ្យ port ទី2ហើយទី3ខ្ញុំ assign ID កំណត់ VLAN ID ឲ្យ port ទី2ទី3លេខ10លេខ20បាទបន្ទាប់មកខ្ញុំអត់ទាន់បើក VLAN filtering អញ្ចឹងវានៅស្គាល់គ្នាឡើយតែពេលខ្ញុំបើក VLAN filtering អញ្ចឹងអា10ហើយនឹងវាអនុឡោមតាម VLAN ID ចា ID លេខ10ហើយ ID លេខ20គឺអត់ស្គាល់គ្នាទេស្គាល់គ្នាទេណាបាទបាទអញ្ចឹងថ្ងៃហ្នឹងខ្ញុំមានតែប៉ុណ្្នឹងបាទអរគុណច្រើនវីដេអូដូចវែងដែរបាទអរគុណច្រើនជម្រាបលា